Huawei Watch Fit 5 Series ដែលជា smartwatch ដំបូងគេបង្អស់មានបំពាក់ជាមួយនឹងមុខងារវិភាគហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមយើងគ្រាន់តែធ្វើការពាក់នាឡិកា smartwatch នេះឲ្យជាប់រយៈពេល3ទៅ7ថ្ងៃវានឹងជួយ scan កម្រិតជាតិស្ករនៅក្នុងឈាមយើងកំឡុងពេលប៉ុន្មានថ្ងៃហើយប្រាប់យើងពីហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមដែលលទ្ធផលគឺវាចែកចេញជា3កម្រិតហានិភ័យទាបហានិភ័យមធ្យមហើយនិងហានិភ័យខ្ពស់អញ្ចឹងករណីថាយើងតេស្តទៅឃើញហានិភ័យមធ្យមឬមួយក៏ខ្ពស់អ្នកនរគ្នាអាចមានឱកាសទៅរកពេទ្យដើម្បីព្យាបាលទាន់ពេលខ្ញុំក៏ទៅតែធ្វើការតេស្តរួចដែរលទ្ធផលទទួលបានគឺអត់មានហានិភ័យនាឡិកា Huawei Watch Fit 5 Series នេះគឺមានរូបរាងស្អាតមែនតើមុខរបស់គេមានសភាពជ្រុង slim ស្ដើង screen នាឡិកាវិញមើលមកច្បាស់តែជាក់ភ្នែកដោយតួនាឡិកាគឺធ្វើពី titanium អាច customize មុខនាឡិកាដាក់រូបខ្ជូតបានទៀតស្រឡាញ់ផងថានាឡិកានេះគឺមានមុខងារសុខភាពហើយនិងកីឡាច្រើនខ្លាំងអាចជួយតាមដានទាំងសុខភាពផ្លូវកាយដូចជាចង្វាក់បេះដូងកម្ដៅក្នុងខ្លួនការគេងហើយក៏ជួយ track ការសម្រកគីឡូរបស់យើងបានដែរហើយបើមុខងារកីឡាហាត់ប្រាណវិញគឺមានច្រើនមិនថាអ្នកទាំងអស់គ្នារត់លើម៉ាស៊ីនជិះកង់ហាត់ Pilates yoga ហាត់ប្រាណជាមួយនឹង dumbbell អីគឺមានទាំងអស់បើនិយាយពីថ្មវិញគឺជាប់បានរហូតដល់10ថ្ងៃភ្ជាប់ជាមួយនឹងទូរស័ព្ទបានទាំង iOS និងប្រភេទ Android អាចទទួលសារ notification អាច call ចេញចូលបានហើយនាឡិកានេះក៏យើងអាចបដូរដាក់ភាសាខ្មែរបានដែរនិយាយទៅនាឡិកានេះគឺ all in one ហ្មងសំខាន់ជួយវិភាគហានិភ័យជំងឺទឹកនោមផ្អែមរបស់យើងបានអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការកក់នៅតាមបណ្ដាហាងដែលមានលក់ផលិតផល Huawei ទាំងអស់